តាមមានអ្វីខ្លះដែលបានកើតឡើងទៅលើគណនី 5K របស់ខ្ញុំមុនពេលដែលខ្ញុំសម្រេចចិត្តថាធ្វើ challenge trade ឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំបានខាតបង់ជិត$200ដោយសារតែខ្ញុំ break rule របស់ខ្ញុំទី1គឺខ្ញុំចូលដោយគ្មាន set up ទី2ខ្ញុំ FOMO ហើយទី3ខ្ញុំ revenge trade ទៀតផងទើបធ្វើឲ្យខ្ញុំខាតបង់ជិត$200នេះហើយចុងក្រោយខ្ញុំបានសម្រេចចិត្តយកគណនីមួយនេះមកធ្វើ challenge ជូនបងប្អូនទាំងអស់គ្នាទស្សនាហើយក៏ចែករំលែកនៅចំណេះដឹងផ្សេងៗក៏ដូចជាកំហុសផ្សេងៗដែលខ្ញុំបានធ្វើនៅក្នុងការ trade មួយនេះផងដែរហើយចាប់ពីថ្ងៃស្អែកតទៅខ្ញុំនឹងធ្វើការ update រាល់ position របស់ខ្ញុំនិងរាល់កំហុសដែលខ្ញុំបានធ្វើនៅពេលដែលខ្ញុំ trade ខាតនិងចំណេះដឹងមួយចំនួននៅពេលដែលខ្ញុំចូលផ្សារឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរបើចង់ដឹងថា challenge មួយនេះអាចបន្តទៅមុខនិងទទួលបានលទ្ធផលយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាហើយកុំភ្លេច follow TikTok និង Facebook របស់ខ្ញុំផងដែរហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បញ្ចេញសមត្ថភាពនៅក្នុងការ trade នៅថ្ងៃ2ខាងមុខនេះយើងនឹងមានកម្មវិធីប្រព័ន្ធ Nan Farm ដែលមានប្រាក់រង្វាន់រហូតដល់$600ហើយចូលរួមបានដោយ free បើសិនជាចង់ចូលរួមកុំភ្លេចតាក់ទងមកខ្ញុំហើយមួយទៀតបើសិនជាចង់ទទួលបានការ update ព័ត៌មាននិងចំណេះដឹងផ្សេងៗហើយចង់ជជែកគ្នាលេងឬក៏ពិភាក្សារឿងការ trading បងប្អូនអាចចូលទៅកាន់ channel Telegram ដែលខ្ញុំ pin នៅលើ bio TikTok និង bio Facebook បានជួបគ្នានៅក្នុងវីដេអូក្រោយ